តោះសួស្តីជនអត់លើទាំងឡាយថ្ងៃនេះយើងមកបន្តសាច់រឿង Grand Blue របស់យើងទៀតជាធម្មតានៅពេលណាដែលយើងចូលរួមជាមួយនឹងកម្មវិធីបែបនេះគឺយើងត្រូវតែងខ្លួនឲ្យស្រស់ស្អាតគឺយើងត្រូវមានដូចជាមួកអាវសាច់កណាត់ក៏ដូចជាខោកបយជើងធំដើម្បីយើងចុះ map ទៅត្រូវនឹងគេកុំឲ្យខុសស៊ូនក៏ប៉ុន្តែហាក់អ្វីបានជាអេរិកជាមួយនឹងកូហេមកតែងខ្លួនស្រីបែបនេះមូលហេតុនោះគឺយើងវិលត្រឡប់ទៅកាន់អតីតកាលបន្តិចសិនគឺថាពួកគេអាចចូលរួមពិធីបុណ្យមួយនេះបានក៏ប៉ុន្តែមិនមែនជាតែចូល free ដល់ស្រួលនោះទេគឺឯណានឹងគឺបើកហាងលក់កាហ្វេមួយហើយគឺអត់មានអ្នកជួយលក់កាហ្វេនាងនោះទេហើយអ្វីដែលសំខាន់មួយទៀតនោះគឺជាហាងស្រីដូច្នេះហើយពួកគេគឺមិនអាចតែងខ្លួនជាប្រុសបានឡើយរហ័សអេរិកគឺដើម្បីការពារឈីសាដើម្បីកុំឲ្យមានអ្នកណាញ៉ាយនេះបាននោះដូច្នេះហើយគេក៏បានយល់ព្រមក៏ប៉ុន្តែគេគឺមិនមែនទៅតែម្នាក់ឯងនោះទេគេក៏បាននិយាយថាបើគេតែងខ្លួនជាស្រីកូហេក៏តែងខ្លួនជាស្រីដូចគ្នាផងដែរក៏ថាបែបហ្នឹងគេចាត់ធ្វើសម្លេងស្រីពីដំបូងឡើយកូហេគឺមកយល់ព្រមទេក៏ប៉ុន្តែនៅពេលហ្នឹងឯណាក៏បានសន្យាទៅកាន់គេថាបើគេយល់ព្រមជួយនាងនឹងឲ្យគេបានចូលរួមជាមួយនឹង concert របស់ Maya ហើយថាតែបានជួបនាងដល់បន្តទៀតផងដូច្នេះហើយនៅពេលហ្នឹងកូហេគេក៏បានយល់ព្រមភ្លាមដើម្បីបកកាយអ៊ីមួយម៉ាត់តែម្ដងអេរិកមូលហេតុដែលគេចូលរួមហ្នឹងគឺគេចង់ការពារឈីសាកុំឲ្យមានអ្នកណាញ៉ាយឲ្យសន្តិគេខ្លាចណាស់ការសម្លាប់គេចោលរហ័សគេក៏បានទៅសារឯណាថានាងក៏ពិតជាអស្ចារ្យខ្លាំងណាស់ដែលបានតែខ្លួនឈីសាទៅជាបែបនេះក៏ប៉ុន្តែមិនមែនមានត្រឹមតែឈីសាម្នាក់ទេសូម្បីតែមិត្តភក្តិរបស់ឯណាផ្សេងទៀតក៏បានមកចូលរួមដូចគ្នាផងដែរដែលពួកនាងក៏បាននិយាយថាមូលហេតុដែលកាលពីមុននោះពួកនាងតែងខ្លួនបែបហ្នឹងគឺដោយសារតែឯណាពួកនាងតែងខ្លួនបែបនេះដើម្បីបំផ្លាញជាមួយនឹងពិធីជប់លៀងមួយនោះគឺដោយសារតែនាងខ្លាចអាណាម្នាក់ដណ្ដើមមឹសនាងស្រឡាញ់អីចឹងណាតែឯណាក៏បាននិយាយថាកុំនិយាយច្រើនពេកនៅតែគេអត់ឲ្យនិយាយមែនបានជានិយាយច្រើនខ្លាំងម្ល៉េះនៅពេលនោះផ្ដែពួកនាងក៏បានទៅនិយាយលេងជាមួយនឹងឈីសាចំណែកអីឬវិញនៅពេលនេះគេគឺកំពុងតែកោចិត្តក៏ព្រោះថាមនុស្សស្រីនៅក្នុងវិទ្យាល័យដែលគេតែងតែស្រមៃថាជាស្រីស្អាតដល់នៅពេលនេះគឺបានរលាយអស់បាត់ទៅហើយនៅពេលហ្នឹងគេក៏បានគិតថាក៏ឲ្យមានអ្នកណាម្នាក់ចំណាំគេបានអសោះក៏ប៉ុន្តែនៅពេលហ្នឹងចាអាសុសាក៏បានចូលមកដល់តែម្ដងហើយក៏គ្រាន់តែចូលមកដល់ភ្លាមគាត់ក៏បានចំណាំថានេះគឺជាអេរិកហើយជាមួយនឹងកូហេតែម្ដងនៅពេលផ្ដែចាអាសុសាក៏បានចូលជាមួយនឹងមិត្តភក្តិរបស់គាត់ម្នាក់ដែលមានឈ្មោះថាម៉ាយ៉ាដែលជាបងស្រីមិត្តភក្តិរបស់ឯណាហើយគាត់នឹងក៏តែងខ្លួនខុសពីបងប្អូនប្រហែលនោះទេហើយមូលហេតុដែលចាអាសុសាមកកាន់ហាងកាហ្វេមួយនេះគឺដោយសារតែគាត់គឺត្រូវការអ្នកជួយត្រៀមចំនៅឯកន្លែង concert នៅពេលផ្ដែសតថៃកូហេគឺយកប្រងភ្លាមៗតែម្ដងក៏ព្រោះថាគេគឺរងចាំឱកាសដើម្បីចូលរួមកន្លែង concert ទៅយូរណាស់មកហើយដូច្នេះហើយគេក៏បានរត់ទៅផ្លាកអាភ្លាមក្រោយពេលដែលកូហេចេញទៅម៉ាយ៉ាក៏បាននិយាយថាការតែងខ្លួនរបស់កូហេគឺពិតជាស្រស់ស្អាតខ្លាំងណាស់នៅពេលនោះផងដែរអេរិកគេក៏បាននិយាយថាកុំខ្វល់វាអាមួយនឹងអីអាមួយនឹងគឺចម្លែកខុសគេបែបហ្នឹងហើយនៅពេលផ្ដែម៉ាយ៉ានឹងក៏បានតទៅវិញថាប្រហែលហើយមនុស្សដែលចូលចិត្តរឿងទាំងអស់នេះគឺជាមនុស្សដែលចម្លែកនៅក្នុងផ្នែកអ្នកដទៃនៅពេលផ្ដែអេរិកគេក៏បានតទៅវិញថាគឺត្រូវហើយក៏ប៉ុន្តែអាប៉ែហ្នឹងគឺពិតជាបានអត់ចង់ប្រាប់មកចង់ថាគេនិយាយអីតសាច់រឿងយើងទៅមកទៀតអេរិកខណៈពេលដែលគេកំពុងរកតុកតាមម្នាក់ឯងនៅពេលផ្ដាច់សັບតែកម្ពុជាមហាមិត្តទាំង4របស់គេក៏បានចូលមកក៏ប៉ុន្តែរឿងមួយដែលនឹកស្មានម្ដងនេះគឺត្រង់ថាមហាមិត្តទាំង4ដែលមានសុខរួមសុខមានទោសរត់ចោលគ្នានេះគឺមិនចំណាំថាម្នាក់នេះគឺជាអេរិកនោះទេមិនត្រឹមតែប៉ុណ្ណឹងនៅពេលដែលពួកគេចូលទៅដល់តុកភ្លាមនៅពេលហ្នឹងគេក៏បានធ្វើការនិយាយដើមអេរិកជាមួយនឹងកូហេនៅពីមុខគេយកតែម្ដងដែលបាននិយាយថាសំណាងល្អខ្លាំងណាស់ដែលពួកគេមកតែ4នាក់បានដល់អា2ក្បាលនោះមកបើមិនអញ្ចឹងទេបើជាខ្មាស់គេស្លាប់ហើយអាមួយនោះគឺមកអាក្រក់ហើយអាមួយទៀតគឺរោគចិត្តធ្វើឲ្យអេរិកនៅពេលហ្នឹងគេក៏បានខឹងភ្លាមតែម្ដងយីពួកប្រមាណក្បាលនេះនិយាយដើមនៅពីក្រោយអស់ចិត្តនៅពេលនេះនិយាយដល់នៅពីមុខគេភ្លាមដូច្នេះហើយនៅប៉ុណ្ណឹងអេរិកគេក៏បានមានម្ដងចង់សងសឹកហើយគេក៏បានទៅធ្វើជាសភាពនារីទទួលការកម្មងអំពីពួកគេក៏បានសួរថាតើពួកគេចង់ញ៉ាំអីពួកគេក៏បានតទៅវិញថាចង់ផឹកកាហ្វេរហ័សក៏ដល់វេនរបស់យ៉ាម៉ាម៉ូតូអេរិកគេក៏បានសួរថាតើបងចង់ញ៉ាំអ្វីដែរបរោះអត់លិតពេញមួយជីវិតគ្មានអ្នកណាស្រឡាញ់មុខដូចថយអន្ទះបាញ់គ្មានអ្នកណាតាមញ៉ាយទៅបីជាស្រឡាញ់គេក៏ស្រឡាញ់គេតែម្នាក់ឯងពេញមួយជីវិតគឺគ្មានសង្សារគ្មានអ្នកណាគេចង់ស្រឡាញ់តាំងតែបន្ទោរហូតមកដល់ធំគេនៅតែម្នាក់ឯងដល់ថ្ងៃខ្សែយ៉ាម៉ាម៉ូតូក៏បានតទៅវិញថាបានឈប់ដៀលខ្ញុំផឹកកាហ្វេអរគុណអេរិកនៅពេលហ្នឹងគេក៏បាននិយាយថាអេបងចង់ផឹកជាមួយនឹងកាហ្វេរសជាតិថ្មីអត់នៅគឺកាហ្វេលាយជាមួយនឹងស្រាកាឡុកនៅពេលនោះពួកគេក៏បានគិតថាអីយ៉ារសជាតិថ្មីដូចចម្លែកដូចផ្អែមតោះយករសជាតិហ្នឹងក៏បានដែរក៏ប៉ុន្តែនៅពេលដែលចូលទៅដល់ខាងក្នុងនៅពេលនោះផានអេរិកគឺក៏បានជាសរោជាមួយនឹងអាស្រាណាខ្លាំងដាក់តាំងបកាគឺសន្លប់តែម្ដងក៏ប៉ុន្តែគេរកមិនឃើញនៅទេឯណាក៏បានចូលមកដល់ក៏បានសេះម៉ូតូឲ្យទៅកាន់គេថាតែគេចង់យកឲ្យភ្ញៀវផឹកឬក៏ចង់សម្លាប់ភ្ញៀវដូច្នេះហើយនៅពេលហ្នឹងនាងក៏បានឲ្យគេផ្លាស់ប្ដូរចូលនឹងខាងឡាវវិញម្ដងដែលខាងឡាវនេះគឺមានចំណងជាអាកោតិចនោះទេក៏ប៉ុន្តែអេរិកគឺមិនមែនដាក់ត្រឹមតែប៉ុណ្្នឹងទេគេថាទាំងលាយជាមួយនឹងទឹកខ្មៅឲ្យពួកគេផឹកទៀតផងនៅពេលនោះពួកគេក៏បានខឹងអេរិកគេក៏បានធ្វើជាសុភាពនារីគ្មានតូចតែបាននិយាយថាសុំទោសនាងខ្ញុំយកច្រឡំដែលខ្ញុំគិតថាអ្វីហ្នឹងដាក់ទៅវាឆ្ងាញ់ដូច្នេះហើយដើម្បីសុំទោសអូននឹងឲ្យលេខទូរស័ព្ទទៅកាន់បងអេរិកគេក៏បានយកទូរស័ព្ទរបស់មីថារីដែលបាននិយាយថានាងគឺឲ្យលេខទូរស័ព្ទទៅកាន់គេក៏ប៉ុន្តែគេមិនមែនឲ្យលេខទូរស័ព្ទនោះទេអេរិកបែរជាឆាទៅកាន់សង្សារមីថារីដែលបាននិយាយថាអាប៉ែនេះគឺកំពុងតែញ៉ែស្រីដូច្នេះហើយនៅពេលហ្នឹងសង្សាររបស់គេក៏បាន
ម្ដងហើយក៏បានធ្វើការវាយអាប៉ែមីតារីនេះតែម្ដងនៅជីម៉ាក៏បាននាំអ៊ីរិកចាក់ចេញតែបាននិយាយថាអូនឯងសភាពនារីចឹងកុំខ្វល់កុំទស្សនាជាមួយនឹងរូបភាពបែបហ្នឹងអីមកតាមបងមកណាក៏ប៉ុន្តែអ៊ីរិកគេក៏បានធ្វើការប្តឹងប៉ូលីសដល់ចោលអាប៉ែមានថារកចិត្តធ្វើការបំពេញទៅលើគេហើយគឺមិនមែនប្តឹងតែម្នាក់ទេក៏ប៉ុន្តែគឺប្តឹងទាំងអស់តែម្ដងឬហើយចុងក្រោយពួកគេទាំង5នាក់ក៏ត្រូវបានដេញចេញមកក្រៅហើយគ្រាន់តែម្ដងខាងក្រៅព្រាមហ្នឹងក៏បានដឹងថាគឺមានជាមួយនឹងតង់ទី2ដែលតង់ទី2នេះគឺស្រីនៅក្នុងហាងកាហ្វេទាំងអស់បានធ្វើការលុបមុខផាត់មុខរបស់ពួកគេចេញអត់ទៅហើយឬហើយសម្រាប់ធម្មជាតិរបស់ពួកគេគឺពិតជាស្អាតខ្លាំងណាស់ដែលគ្រាន់តែឃើញភ្លាមនៅពេលនោះប៉ុណ្ណឹងអ៊ីរិកគេក៏បានភ័យតែម្ដងក៏ព្រោះថាសម្រាប់របស់ឈីសាក៏វាជាស្អាតក៏គឺខ្លាចមាននរណាម្នាក់ញ៉ែនាងដូច្នេះហើយពួកគេក៏ត្រូវស្វែងរកវិធីសាស្ត្រធ្វើអាណាចូលទៅខាងក្នុងវិញអត់តតែបានហើយក៏បានទៅសុំអំបោះសោះទៅសុកដើម្បីចូលទៅខាងក្នុងដើម្បីទៅការសុំអំបោះនៅអ្វីគ្រប់យ៉ាងសុំអំបោះសោះទៅសុកក៏បាននិយាយថាមិនអីទេមិនអីទេមិនអីទេក៏ប៉ុន្តែពួកគេនឹងគឺមិនស្ដាប់ឡើយនៅតែអង្វររហូតដល់ទៅពួកគាត់ធុញនៃពួកគេចេញមកខាងក្រៅវិញដោយសារតែសុំចូលទៅខាងក្នុងបាននៅពេលដែលពួកគេបានប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រថ្មីនោះគឺផ្លោះរបងក្រោយពេលដែលផ្លោះចូលដល់ខាងក្នុងហើយពួកគេក៏បាននិយាយថាអីយ៉ារបស់នេះទៀបគឺពិតជាស្រួលផ្លោះខ្លាំងណាស់ពូសន្តិសុខក៏បាននិយាយថាត្រូវហើយក៏ប៉ុន្តែចង់ទៅណាសុទ្ធតែសាច់ពួកគេក៏បានដេញចេញមកខាងក្រៅម្ដងទៀតពួកគេក៏បានប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រថ្មីនោះគឺបន្លំខ្លួនចូលអេរីព្យាយាមដើរចូលជាធម្មតាវិថារីនោះគឺបង្ហាញសម្បត្តិចំណែកឯយ៉ាម៉ាម៉ូតូវិញក៏បានតែងខ្លួនធ្វើជាមនុស្សស្រីនៅជីម៉ាក៏បានតែងខ្លួនធ្វើជាសិស្សមត្តេយ្យងប់អញអើយហើយសិស្សមត្តេយ្យចឹងអាណាគេជឿប៉ូលីសក៏បានធ្វើការចាប់ពួកគេទៅ4នាក់ម្ដងទៀតហើយពួកគាត់ក៏បានយំតែម្ដងដើម្បីគេថាអញអើយប្តីអាណាទេនេះហើយកម្រិតសិក្សានៃប្រទេសជប៉ុនឥឡូវគឺអន្តរជាតិនឹងមែនបានជាមានកូនសិស្សបែបហ្នឹងនៅពេលនោះដែរពួកគេក៏បានប្រើប្រាស់ជាមួយវិធីសាស្ត្រថ្មីមួយទៀតនោះគឺធ្វើការចាប់ជើងឲ្យប៉ូលីសដេញតាមពួកគេតនៅទេនៅពេលដែរពួកគេទៅពីអ្នកក៏បានលោតទៅចាប់ជើងក៏មិនតែមិនមែនចាប់ជើងប៉ូលីសនោះទេគឺចាប់ជើងគ្នាឯងក៏ព្រោះថាបើពួកគេចូលមកបានណាក៏ចូលមកបានដូចគ្នាដូច្នេះហើយពួកគេក៏ត្រូវបានដេញចេញមកខាងក្រៅម្ដងទៀតក៏ប៉ុន្តែសំណាងល្អពួកគេក៏ត្រូវបានអ្នកជួយសង្គ្រោះអ្នកនោះគឺជឿចាយអាស៊ូសានឹងឯងតែក៏បានជួយពួកគេចូលទៅខាងក្នុងវិញដោយឲ្យពួកគេទៅជួយរៀបចំនៅឯកន្លែង concert ក៏ប៉ុន្តែអេរិកគឺភ័យខ្លាចថាជីសាត្រូវបានគេញ៉ែដូច្នេះហើយនៅពេលនោះផងដែរក៏បានពឹងឲ្យចាយអាស៊ូសាជួយហើយគាត់ក៏បានយល់ព្រមក្រោយពេលដែលពួកគេបានទៅដល់កន្លែងរៀបចំ concert នោះនៅពេលនោះដែរពួកគេក៏បានឃើញថាគេមានជាមួយនឹងស្រីស្អាតជាច្រើនហើយថែមទាំងភ្នំធំទៀតផងក៏ប៉ុន្តែរឿងមួយដែលចង្រៃនេះគឺត្រង់ថាពួកអ្នកបានចាអារម្មណ៍ទៅលើកូហេទៅវិញនៅពេលនោះដែរពួកគេក៏មានជាមួយនឹងផែនការមួយតែម្ដងនោះគឺថាបើនាងចាអារម្មណ៍ជាមួយនឹងមិត្តភក្តិរបស់យើងហើយនោះយើងអាចធ្វើការប្រើប្រាស់មិត្តភក្តិរបស់យើងដើម្បីតាមញ៉ែពួកនាងបានឬហើយនៅពេលនោះពួកគេក៏បានទៅនិយាយជាមួយនឹងពួកនាងតែម្ដងថាកញ្ញាទាំង3នាក់តើកញ្ញាចាអារម្មណ៍ជាមួយនឹងអបៈមនុស្សមិនដែរទេមិនអីនោះទេចាំខ្ញុំជាអ្នកជួយរៀបចំឲ្យកញ្ញាជួបជាមួយនឹងអបៈមួយនោះក៏ព្រោះថាខ្ញុំជាមួយនឹងអបៈមនុស្សគឺជាមិត្តភក្តិដ៏ល្អនឹងគ្នាឬហើយក្រោយពេលដែលកូហេធ្វើការជួយរៀបចំកន្លែងឆាកប្រគំតន្ត្រីហើយអ៊ីដែលជាអ្នករៀបចំនៅកន្លែងនេះក៏បានធ្វើការប្រកួតសម្បត្តិប្រគំតន្ត្រីមួយឲ្យទៅកាន់កូហេគេនៅជួរទី1តែម្ដងតែកូហេគឺពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ប៉ុន្តែនៅពេលនោះមិត្តភក្តិរបស់គេក៏បានម្ដងដើម្បីនិយាយថាយើងគឺមានការនិយាយជាមួយនឹងឯងទៅវិញជាកូហេមិនចង់ទៅក៏ត្រូវបានគេអូកទៅដដែលក៏ប៉ុន្តែពួកនាងគឺមិនខ្វល់ជាមួយនឹងពួកគេនៅទេគេបានជាព្យាយាមនិយាយជាមួយនឹងកូហេទៅវិញនៅពេលនោះដែរពួកគេក៏បាននិយាយថាចាប់ដើមម៉ោងហើយឯនៅធ្វើអីទៀតគឺពួកគេចង់ដេញកូហេចេញយកតែម្ដងនៅពេលដែរកូហេគេក៏បាននិយាយថាត្រូវហើយគេចាប់ដើមម៉ោងហើយគឺប្រញាប់ទៅខ្លាំងណាស់នៅពេលដែរពួកនាងក៏បាននិយាយថាតែគេមានការអ្វីកូហេគេក៏បាននិយាយថាគេប្រញាប់ទៅមើលការប្រកួតតន្ត្រីរបស់ម៉ាយ៉ានៅពេលដែរពួកនាងទាំង3នាក់ក៏បានសើចតែម្ដងក៏បាននិយាយថាអីគេចូលចិត្ត anime ក៏ដូចជា game ងាប់ហើយធំប៉ុណ្ណឹងអស់ហើយយើងគួរតែធ្វើរឿងដែលមនុស្សធំគួរធ្វើនេះសាច់ស្រស់ៗទលូនធំនៅនឹងមុខគេបែរជាមិនចាប់អារម្មណ៍ទៅស្រឡាញ់អីជាមួយនឹងតុក្កតាខ្លាំងនោះក៏ប៉ុន្តែទៅបែរជាពួកនាងជាយើងខុសយ៉ាងណាក៏ខុសហេគឺនៅតែចង់ទៅដដែលនៅពេលម្ដាយមានចាយសក់ភីងម្នាក់បាននិយាយថាមិនអីនោះទេបើគេចង់ទៅហើយពួកនាងគឺមិនអាចខកគេបាននោះទេនៅពេលម្ដាយនាងក៏បានចូលទៅចិត្តខុសហេយកតែម្ដងក្រោយពេលដែរខុសហេចាក់ចេញទៅបាត់ហើយនៅពេលនោះពួកគេក៏បានធ្វើការនិយាយគ្នាលេងដែលបាននិយាយដើមរបស់ខុសហេដែលបាននិយាយថាអបៈមួយហ្នឹងគឺចូលចិត្ត anime ខ្លាំងណាស់ហើយគេគឺចម្លែករោគចិត្តតែអញ្ចឹងឯងគេគឺស្រឡាញ់តែ anime ស្រឡាញ់តែតុក្កតាគឺមិនចូលចិត្តរបស់ពិតដូចជាពួកគេនោះទេនឹងខណៈពេលពួកគេគឺពន្ធតែនិយាយលេង concert ក៏បានចាប់ផ្ដើមដូចគ្នាពេលនោះអេរិកគេក៏បានឆែកទូរស័ព្ទរកគេក៏បានឃើញសាររបស់ខុសហេបានស៊ូមកកាន់គេថាមិនឃើញសម្បត្តិរបស់គេអត់ឬហើយក្រោយមកតែយើងបានដឹងថាការប៉ាតើចាយសក់ភីងមនុស្សក៏បានយកសម្បត្តិរបស់ខុសហេចេញមកទៅហើយនាងក៏បាននិយាយថានឹងធ្វើអាហ្នឹងគឺដើម្បីចង់ឲ្យគេល្អនោះទេគេគឺធំបែបនេះទៅហើយគេគឺមិនគួរនឹងងប់ងល់ជាមួយនឹង anime ជាមួយនឹង game ទេនោះទេគេគួរតែមកចាប់អារម្មណ៍ជាមួយនឹងរបស់ពិតធំសុទ្ធសាច់ដូចពួកនាងវិញនៅពេលប៉ុណ្ណាអេរិកគេក៏បានតទៅវិញថាត្រូវហើយនឹងគឺនិយាយត្រូវខ្លាំងណាស់នឹងគឺនិយាយត្រូវមែនតើនឹងគឺត្រូវមួយកែវស្រាអេរិកក៏បានធ្វើការចាក់ស្រានៅលើក្បាលរបស់នាងតែម្ដងហើយនាងក៏បានសួរថាតើពួកគេធ្វើអញ្ចឹងធ្វើអីក្រោយពួកគេក៏និយាយដូចគ្នាដែរមិនដែរទេថាអបៈហ្នឹងគឺរោគចិត្តនៅពេលប៉ុណ្ណាអេរិកគេបានតទៅវិញថាគឺត្រូវហើយក៏ប៉ុន្តែមនុស្សម្នាក់គឺមានជាមួយនឹងចំណង់ចំណូលចិត្តផ្សេងគ្នាហើយយើងក៏មិនអាចហាមឃាត់នៅអ្វីដែលពួកគេស្រឡាញ់បានដូចគ្នាផងដែរទោះបីជាចំណូលចិត្តរបស់គេគឺខុសពីយើងក៏ដោយក៏មិនមែនមានន័យថាគេគឺខុសនោះទេទោះបីជាអបៈមួយហ្នឹងគេគឺរោគចិត្តក៏ប៉ុន្តែគេគឺល្អជាមួយនឹងអ្វីដែលគេស្រឡាញ់ហើយនៅពេលដែរពួកគេក៏បានដើរចាក់ចេញពីពួកនាងយកតែម្ដងក្រោយពេលដែរពួកគេទៅដល់ខាងក្រៅហើយនៅពេលនោះពួកគេក៏បានយំភ្លាមក៏ព្រោះថាសាច់ស្រស់នៅមុខហើយក៏ប៉ុន្តែពួកគេបែរជាត្រូវបោះបង់ដោយសារតែមិត្តភក្តិទៅវិញហើយនៅពេលនោះពួកគេក៏បានឃើញថាកូហេក៏កំពុងតែយំនៅខាងក្រៅដូចគ្នាផងដែរក៏ប៉ុន្តែគេគឺមិនមែនយំដោយសារតែបានចូល concert នោះទេគឺយំដោយសារតែការសម្ដែង
ល្អចាស់របស់ម៉ាយ៉ាក៏ពោលថាចែដែលរៀបចំជាមួយនឹង concert នេះក៏បានជួយគេបានចូលទៅខាងក្នុងក៏ប៉ុន្តែគេគឺមិនអាចទៅខាងមុខបានទេក៏បានត្រឹមតែមើលពីចម្ងាយតែប៉ុណ្ណោះហើយទៅបីជាអាចមើលបានត្រឹមតែពីចម្ងាយក៏ដោយគេនៅតែសប្បាយចិត្តដូចគ្នាផងដែរហើយថែថ្មីហ្នឹងក៏បានបន្តឈីសាក៏បានធ្វើការចាប់គេចង់តែម្ដងក៏ពោលថាចាស់អាស៊ូសាហ្នឹងក៏ជួយដូចគ្នាផងដែរក៏ប៉ុន្តែមិនមែនជួយធម្មតាទេគឺទៅប្រាប់អ្នកសារព័ត៌មានថាឈីសាក៏ជាសង្សាររបស់គេឯណាជាមួយនឹងប្អូនស្រីរបស់ម៉ាយ៉ាហ្នឹងក៏បានបន្តហើយនឹងក៏បានយកកាដូមួយឲ្យមកកាន់កូហេដែលនេះគឺជាកាដូរបស់ម៉ាយ៉ាឲ្យមកកាន់គេក៏ពោលទៅនេះបានបំពេញសន្យារបស់នាងជាមួយនឹងកូហេហើយដែលបានសន្យាថាឲ្យគេជួបជាមួយនឹងម៉ាយ៉ាហើយចែម៉ាយ៉ានោះគឺជាចែផាក់មុខមិត្តភក្តិរបស់ចែអាស៊ូសានឹងឯងហើយកូហេគ្រាន់តែដឹងភ្លាមគេគឺសែតែម្ដងក៏ព្រោះថាគេបានជួបជាមួយនឹង idol ហើយក៏ប៉ុន្តែគេបានជាមិនមានឱកាសនិយាយជាមួយនឹងនាងទៅវិញឯណានាងក៏បាននិយាយថាម៉ាយ៉ាក៏បានធ្វើការសរសើរទៅកាន់អេរិកក៏ព្រោះថានៅថ្ងៃនោះអេរិកបានប្រាប់មកកាន់នាងថាទោះបីជាកូហេគឺមើលទៅរកចិត្តក៏ដោយក៏ប៉ុន្តែគេគឺពិតជាមនុស្សអស្ចារ្យខ្លាំងណាស់ទោះបីជាគេត្រូវបានមនុស្សគ្រប់គ្នាមើលមកកាន់គេនិងបានគិតថាគេគឺជាមនុស្សរកចិត្តនិយាយថាគេគឺស្រឡាញ់ anime ដូចជាកូនក្មេងក៏ប៉ុន្តែគេគឺមិនដែលបោះបង់នៅអ្វីដែលគេស្រឡាញ់ម្ដងណានោះទេអញ្ចឹងហើយតែគេគឺមិនអស្ចារ្យទៀតឬហើយនាងក៏បានមើលឃើញអំពីទឹកចិត្តនិងក្តីស្រឡាញ់របស់កូហេមកកាន់នាងអេរិកក៏បាននិយាយថាទោះបីជាអ្នកដទៃបញ្យល់អំពីចំណូលចិត្តរបស់យើងក៏ដោយក៏ប៉ុន្តែយើងគឺទទួលយកអ្វីដែលជាខ្លួនយើងនិងរីករាយជាមួយនឹងអ្វីដែលយើងស្រឡាញ់នេះហើយគឺជាសេចក្តីសុខពិតប្រាកដអូខេគ្នាអញ្ចឹង Grand Blue វគ្គនេះគឺមានតែប៉ុណ្ណឹងទេអរគុណគ្នាសាធិការតាំងតែពីដល់ចប់ហើយយើងនឹងជួបគ្នាក្នុងវីដេអូក្រោយទៀតពីខ្ញុំបាទកូសេសម្រាប់គ្នាបាយបាយ